ថ្ងៃនេះចង់បង្ហាញប្រាប់បងប្អូនថាអ្វីទៅគឺជាក្បួន logic ចឹងរីករាយទស្សនាទាំងអស់គ្នាចឹងនៅក្នុងក្បួន logic នេះគឺជាការគេឲ្យយើងជ្រើសរើសលេខចឹងខ្ញុំឧទាហរណ៍ថាបើខ្ញុំជ្រើសរើសលេខប្រហែលជ្រើសលេខ7ជ្រើសលេខ7ចឹងណាចឹងខ្ញុំនឹងបន្ថែមលេខ7ទៀតថែមលេខ7ទៀតដល់ទៅជា77មែនទេនៅពេលដែលយើងយកលេខនេះចែកជាមួយ11គឺវាស្មើជាមួយនឹងលេខដែលយើងជ្រើសរើសគឺលេខ7អូខេទី2គេឲ្យយើងជ្រើសលេខ2ខ្ទង់ម្ដងអូខេឥឡូវខ្ញុំជ្រើសលេខ34ណាខ្ញុំនឹងបន្ថែមលេខ34ទៀតនៅពេលដែលយើងយក34ហ្នឹងចែកជាមួយ101គឺវានឹងបានលេខ34បងប្អូនអាចចែកមើលទៅអូខេឥឡូវខ្ញុំបដូរលេខរកខ្ញុំអត់រើសលេខ34ទេខ្ញុំរើសលេខផ្សេងខ្ញុំជ្រើសរើសលេខ19លេខ19ខ្ញុំនឹងបន្ថែម19ទៀតចឹង19ពីរដងមែនទេចឹង19ចែកជាមួយ101អញ្ចឹងចុងក្រោយគឺបានលេខ19អូខេបងប្អូនអាចជ្រើសរើសលេខដតេទៀតពី2ខ្ទង់មកហើយចែកជាមួយ101មកឃើញលេខដែលយើងជ្រើសរើសឥឡូវយើងមើលលេខ3ខ្ទង់ម្ដងខ្ញុំជ្រើសលេខ247ចឹងខ្ញុំនឹងបន្ថែមលេខ247ទៀតនេះ247ទៀតចឹង247ជាមួយ247នៅពេលដែលចែកជាមួយ1001វាស្មើជាមួយនឹងលេខ247យើងមិនមែនជ្រើសលេខតែ3ខ្ទង់ណាយើងអាចជ្រើសលេខដទៃទៀតអាថាឥឡូវខ្ញុំអត់ជ្រើសលេខយ៉ាងខ្ញុំរើសលេខផ្សេងទៀតអូខេខ្ញុំជ្រើសលេខ153ចឹងខ្ញុំថែមលេខ153ទៀតចឹង153ចែកជាមួយ153 153ពីរដងចែកជាមួយ1001ចុងក្រោយយើងបានលេខដែលយើងជ្រើសគឺ153អូខេឥឡូវយើងមក4ខ្ទង់ម្ដង4ខ្ទង់ជ្រើសលេខបានឥឡូវខ្ញុំជ្រើសលេខ77 62យ៉ាងចុះដូចគ្នាយើងបន្ថែមលេខនេះគ្នាបន្ថែមលេខ77 62ចឹងយើងយកចែកជាមួយនឹងអានេះ4ខ្ទង់នោះយើងចែកជាមួយ11001ចុងក្រោយយើងនឹងបានលេខលទ្ធផល77 62បងប្អូនអាចជ្រើសលេខដទៃទៀតឥឡូវខ្ញុំជ្រើសលេខ85 42អញ្ចឹង85 42បន្ថែមលេខទៀត85 42នេះគ្នា85 42អញ្ចឹង85 42 85 42ទៅពេលយើងចែកនេះលទ្ធផលចុងក្រោយគឺឃើញ85 42បងប្អូនអាចសាកលេខយ៉ាងខ្ទង់ឬ6ខ្ទង់ក៏បានដែរយើង follow តាមនោះទៅចុងក្រោយនឹងបានលេខដែលយើងជ្រើសរើសសូមអរគុណ